ថាមិនចេះផឹកបត់ជាក្មេងល្អមែនតែបើសិនជាបត់មិនចេះផឹកអញ្ចឹងគ្មាននរណាស្រឡាញ់បត់ទេដោយសារតែសម្ដីរបស់នាងភួងបង្អាប់បតក៏សម្រេចចិត្តផឹកដើម្បីឈ្នះនាងបតផឹកមួយកែវហើយមួយកែវទៀតរហូតដល់ស្រវឹងលែងដឹងខ្លួនយប់នោះបតនិងនាងភួងក៏បានកេងជាមួយគ្នាពេលនោះរឿងដែលមិនគួរឲ្យកើតឡើងមកលើបតក៏បានកើតឡើងស្រាប់តែមានពស់ពឹសមួយលូតមកចឹកបតឈឺចាប់យ៉ាងខ្លាំងរហូតដាច់ខ្យល់ស្លាប់បាត់បង់ជីវិតនៅនឹងគំនរអស់នោះទៅមីងមននិងពូធីក៏បានតាមមករកបតនៅពេលដែលពួកគេទាំងពីរនាក់បានមកដល់ក៏បានឃើញបតកំពុងតែដេកស្លាប់នៅនឹងដីពូធីស្រែកទ្រហោយំយ៉ាងខ្លាំងចំណែកឯមីងមននិយាយទាំងទុក្ខសោកនៅមុខខ្មោចរបស់បតដោយមីងមនគឺពិតជាសោកស្ដាយខ្លាំងណាស់ដែលខ្លួនគឺមិនទាន់បានធ្វើល្អដាក់បតឡើយហានេះគឺជារូបខ្ញុំតើមានរឿងអ្វីកើតឡើងទៅហើយនេះជាផ្លែឈើដែលខ្ញុំចូលចិត្តទៀតតើខ្ញុំកាត់អីហាមិនដៃខ្ញុំព្រើយ៉ាងនេះភួងអើយបងលីអូនសិនហើយសូមស្រស់ត្រានត្រើយរស់នៅឲ្យបានល្អអូនឆាប់ហូបបាយទៅកុំអត់បាយអញ្ចឹងប្រយ័ត្នឈឺអោជីវិតដ៏កំសត់អើយការពុកម្ដាយរបស់បតស្លាប់ទៅគេក៏ត្រូវបានពូធីជាបងរបស់ម្ដាយនាំយកមកចិញ្ចឹមតាំងពីតូចទឹកចិត្តពូធីថ្លៃដូចជាមាសទោះខ្លួនក្រីក្រយ៉ាងណាក៏ដោយក៏ខិតខំរកស៊ីដើម្បីចិញ្ចឹមបតមិនឲ្យបតខ្វះខាតឡើយក៏ប៉ុន្តែបតមិនបានរស់នៅស្រួលដោយកូនកេនោះទេមីងមនជាប្រពន្ធរបស់ពូធីព្រមទាំងស័ក្តិជាកូនប្រុសបង្កើតតែងតែគុំគួនច្រណែននិងគិតថាបតមករស់នៅគឺជាបន្ទុកគ្រួសាររបស់ខ្លួនរាល់ថ្ងៃការងារធ្ងន់ស្រាលគឺធ្លាក់មកលើស្មាបតទាំងអស់នៅពេលបាយមីងមនតែងលាក់លៀមមិនឲ្យបាយបតហូបឡើយឬឲ្យត្រឹមតែបាយកកជាមួយនឹងទឹកត្រីដែលសល់ពីគាត់រីឯពូធីក៏ទៅធ្វើការឆ្ងាយមិនសូវបាននៅផ្ទះឡើយតើពូធីមិនដឹងរឿងនេះសោះព្រោះមីងមនគំរាមមិនឲ្យបតនិយាយឡើយបតទ្រាំទាំងឈឺចាប់ឥតស្បើយដើម្បីសងគុណពូធីដែលមានគុណចិញ្ចឹមបីបាច់មកលើខ្លួនងាកមួយពេលពូធីត្រឡប់មកផ្ទះមីងមនក៏បាននិយាយទៅកាន់ពូធីបងធីខ្ញុំថាក្មួយយើងវាធំល្មមហើយគួរតែឲ្យវាទៅធ្វើការនៅខាងក្រៅទៅបងគិតចិញ្ចឹមវាដល់ងាប់មែនល្មមវាជួយរកលុយផ្គត់ផ្គង់គ្រួសារបានហើយពេលនោះពូធីមានការស្ទាក់ស្ទើរអូណាបត់វានៅក្មេងណាស់មិនតាន់ដឹងអ្វីផងបងមិនចង់ឲ្យវាទៅណាឆ្ងាយទេបងគិតថាឲ្យបត់ធំជាងនេះសិនទៅចំណែកឯបតក៏និយាយទាំងតាំងចិត្តថាពូខ្ញុំមិនអីទេខ្ញុំអាចធ្វើវាបានខ្ញុំធំហើយពូកុំបារម្ភពីខ្ញុំអីខ្ញុំនឹងរកលុយជួយពូវិញម្ដងព្រោះពូគឺជាអ្នកចិញ្ចឹមខ្ញុំចាត់ទុកលោកពូដូចជាឪពុករបស់ខ្ញុំអញ្ចឹងហើយលោកពូកុំខត់ខ្ញុំអីខ្ញុំនឹងចេញធ្វើការងារដើម្បីជួយពូវិញម្ដងពូធីឃើញបតតាំងចិត្តបែបនេះក៏រំជួលចិត្តតែក៏មិនអាចហាមឃាត់ក្មួយបានប៉ុន្មានថ្ងៃក្រោយមកបតក៏បានទៅធ្វើការជាអ្នកបម្រើនៅផ្ទះរបស់លោកភូមិន្ទដែលជាឪពុករបស់ភួងនៅទីនោះបតបានជួបជីវិតដែលល្អជាងមុនមនុស្សនៅក្នុងផ្ទះនោះស្រឡាញ់និងពេញចិត្តបតណាស់ក៏ព្រោះតែបតគឺជាមនុស្សដែលឧស្សាហ៍ព្យាយាមហើយមានសន្តានចិត្តល្អរីឯថៅកែស្រីនាងភួងក៏ចាប់ចិត្តស្រឡាញ់បតព្រមទាំងការងាររបស់គេនាងតែងតែមកនិយាយលេងជាមួយបតតើបត់ធ្លាប់គិតពីអនាគតរបស់ខ្លួនឯងទេបត់ប្រហែលជាមានកម្រងច្រើនហើយនៅថ្ងៃអនាគតព្រោះបត់ជាមនុស្សល្អហើយបត់ឧស្សាហ៍ព្យាយាមចឹងប្រហែលជាមាននារីតាមស្រឡាញ់បត់ច្រើនហើយអត់ទេភួងខ្ញុំមិនដែលគិតរឿងហ្នឹងទេហើយក៏គ្មានអ្នកណាពេញចិត្តខ្ញុំដែរអ្នកដែលខ្ញុំស្គាល់គេហៅខ្ញុំថា single មុខចាស់ទេខ្ញុំមិនដែលខឹងគេទេព្រោះមិនមែន single មុខចាស់តែខ្ញុំទេសូម្បីតែអ្នកមើលក៏ single មុខចាស់ដែរហើយចុះភួងវិញតើភួងបានគិតពីអនាគតអ្វីខ្លះហើយ
ហើយភួងឆាប់គិតទៅកុំឲ្យ single មុខចាស់ដូចជាខ្ញុំអញ្ចឹង បតក៏និយាយចឹងបតមិនចាស់ណាស្អាតចឹងហើយមានណាថាបតខ្ញុំចាស់ទៀតហើយបើសិនជាបតចង់ដឹងពីថ្ងៃអនាគតរបស់ខ្ញុំចង់បានអ្វីខ្ញុំនឹងរៀបរាប់ប្រាប់បតខ្ញុំចង់មានអ្នកចូលចិត្តម្នាក់មានជីវភាពសាមញ្ញរៀបការបង្កើតគ្រួសារតូចមួយដែលមានសុភមង្គលមានខ្ញុំមានកូននិងមានអ្នកដែលខ្ញុំស្រឡាញ់ បើយើងមើលទៅសម្ដីរបស់នាងភួងនិយាយទៅកាច់កង់ចូលឡើងហាក់បីដូចជានិយាយអំពីបុតនាងពិតជាស្រឡាញ់បុតខ្លាំងណាស់ចំណែកឯបុតវិញគេមិនធ្លាប់ដឹងថាអ្វីគឺជាស្នេហាឡើយប្រហែលជាបុតមិនធ្លាប់ស្គាល់ដោយ single មុខចាស់ទេដឹងមែនអត់ single មុខចាស់ហើយចប់បដ ாய் បុតអើយបុតចឹងមកគេហៅថា single មុខចាស់មែន ដល់ថ្ងៃបើកប្រាក់ខែដំបូងបតទៅផ្ទះយកលុយទៅឲ្យពូធីលោកពូនេះគឺជាលុយខែដំបូងរបស់ខ្ញុំសូមឲ្យលុយនេះទៅពូហើយសូមពូយកវាទៅគិតគង់គ្រួសារទៅ កូនបតកុំយកឲ្យពូអីនេះលុយឯងខំរកឯងទុកចាយទៅហើយគិតពីអនាគតរបស់ខ្លួនឯងចោះពូមិនត្រូវការទេពូពេលដែលឃើញឯងចេះរកលុយបានចឹងពូពិតជាសប្បាយចិត្តណាស់ ពូធីក៏ដើរចេញទៅទាំងទឹកមុខអាណិតបតពេលនោះមីងមូនក៏បានដើរមក ឲ្យលុយមកមិញនេះខំចិញ្ចឹមឯងដល់ធំប៉ុណ្ណឹងហើយឯងគួរតែយកលុយនេះឲ្យមិញទើបត្រឹមត្រូវឯងឲ្យលុយនេះក៏ដូចជាឲ្យលុយពូឯងចឹងព្រោះថាលុយនេះយើងយកទៅពុតកូនគ្រួសារតើ មែនហើយម៉េចវាស៊ីបែបទីយើងចឹងវាបានលុយពីធ្វើការងារវាគួរតែយកឲ្យម៉ែអញ្ចឹងទៅត្រឹមត្រូវពូធីដើរមកវិញដោយទឹកមុខខឹង ឈប់ទុកលុយឲ្យក្មួយវិញទៅលុយដែលក្មួយខំរកមកលំបាកហើយអ្វីក៏អូនចង់បានម្លេះហើយលុយប្រាក់ខែបងតើអូនចាយមិនគ្រប់មែនមកដណ្ដើមលុយក្មួយអញ្ចឹងបតបើឯងត្រូវការលុយអ្វីមករកពូបានពូនឹងជួយឯងពូចិត្តទុកឯងគឺដូចជាគ្រួសារពូអញ្ចឹង លោកពូខ្ញុំពិតជាអរគុណលោកពូណាស់លោកពូពិតជាមានចិត្តល្អខ្លាំងណាស់ខ្ញុំនឹងសងគុណពូវិញលោកពូថ្ងៃណាមួយខ្ញុំនឹងសងគុណលោកពូវិញហើយខ្ញុំក៏មិនចង់ឲ្យពូលំបាកដោយសារខ្ញុំទៀតដែរថ្ងៃណាមួយខ្ញុំនឹងរកលុយឲ្យបានច្រើនដើម្បីជួយពូខ្ញុំមិនឲ្យពូលំបាកទៀតឡើយបតយកលុយតែខំរកបានយកទុកយ៉ាងដិតដល់សូម្បីតែទិញអាវស្អាតៗស្លៀកពាក់ក៏បតមិនហ៊ានចាយដែរព្រោះគិតថាលុយនេះត្រូវតែសន្សំទុកដើម្បីសងគុណពូធីដែលមានគុណមកលើខ្លួនពីឆ្នាំក្រោយមកបតនៅតែធ្វើការដដែលនាងភួងនៅតែស្រឡាញ់បតមិនប្រែ បតថ្ងៃនេះគឺជាថ្ងៃដែលបើកប្រាក់ខែឲ្យបតហើយបតឆាប់តាមមកនេះមកជប់លេងជាមួយខ្ញុំបតធ្វើការមកល្អណាស់ផឹកស្រានេះជាមួយខ្ញុំតើ អរគុណភួងប៉ុន្តែខ្ញុំមិនចេះផឹកទេហើយខ្ញុំក៏មិនចង់ផឹកវាដែរព្រោះថាខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញបើខ្ញុំផឹកខ្ញុំប្រហែលជាមិនអាចត្រឡប់ទៅផ្ទះវិញបានទេថ្ងៃនេះជាថ្ងៃបើកប្រាក់ខែប្រហែលជាពូនិងមិញរបស់ខ្ញុំរងចាំផ្លូវខ្ញុំហើយហើយអ្វីបត់សុភាពដូចអ្នកមើលមុខចាំលែណោបត់ជាក្មេងល្អគេមិនចេះផឹកមិនហ៊ានប៉ះពាល់របស់មិនល្អនោះឡើយ បតថាមិនចេះផឹកបតជាក្មេងល្អមែនតែបើសិនជាបតមិនចេះផឹកអញ្ចឹងគ្មាននរណាស្រឡាញ់បតទេមកបតមិនចង់ឲ្យគេហៅថា single មុខចាស់ទៀតបតឆាប់សារវាទៅ ដោយសារតែសម្ដីរបស់នាងភូមិបង្អាប់បតក៏សម្រេចចិត្តផឹកដើម្បីឈ្នះនាងបតផឹកមួយកែវហើយមួយកែវទៀតរហូតដល់ស្រវឹងលែងដឹងខ្លួនយប់នោះបតនិងនាងភូមិក៏បានកេងជាមួយគ្នាបាត់ទៅហើយនៅឡើយ single មុខចាស់គ្នាយើងនៅត្រាំត្រែងនរណាទៀតកុំឲ្យគេហៅថា single មុខចាស់ព្រឹកឡើងបតបានចាប់បាខ្លួនឯងដោយឆ្ងល់ថាតើយប់មិញមានរឿងអ្វីកើតឡើង អូយខ្ញុំពិតជាឈឺក្បាលខ្លាំងណាស់ខ្ញុំមិនចាំអ្វីទេតើយប់មិញតើខ្ញុំមានរឿងអ្វីកើតឡើងទៅ
ភួងតើភួងមានរឿងអ្វីហេតុអ្វីបានជាភួងយំ បើបត់មិនចាំក៏មិនអីដែរព្រោះពួកយើងស្រវឹងទាំងពីរនាក់រឿងយំមិញចាត់ទុកថាវាមិនកើតឡើងចុះ រឿងយំមិញអូខ្ញុំចាំហើយសូមភួងកុំយំអីខ្ញុំនឹងទទួលខុសត្រូវលើរឿងនេះភួងកុំបារម្ភអី មិនបាច់ទេខ្ញុំមិនត្រូវការមកទទួលត្រូវដោយសាររឿងនេះទេទុកថាវាមិនកើតឡើងចុះ នៅក្នុងពេលនោះបតក៏ចាប់ដៃនាងហើយនិយាយទៅកាន់នាងថាមិនបានទេខ្ញុំនឹងឲ្យគ្រួសាររបស់ខ្ញុំចូលស្ដីភួងហើយភួងកុំគិតច្រើនអីតាមពិតទៅខ្ញុំក៏មានចិត្តលើភួងដែរពេលនោះទើបបតស្គាល់ថាអ្វីគឺជាស្នេហាមិនដូចស៊ីងកមុខចាស់ទេអ្វីក៏មិនដឹងដែររីឯនាងភួងក៏ញញឹមទាំងទឹកភ្នែកដោយអារម្មណ៍នាងបានបញ្ជាក់ថានាងគឺពិតជាសប្បាយចិត្តណាស់ដែលបតព្រមស្រឡាញ់នាងមិនមែននាងស្រឡាញ់បតតែម្នាក់ឯងដោយស៊ីងកមុខចាស់ទេបតក៏បានដើរត្រឡប់ទៅផ្ទះវិញទាំងទឹកមុខរបស់បតគឺមានការរីករាយជាខ្លាំងហើយបតក៏មានបំណងប្រាប់ដំណឹងល្អទៅដល់ពូមីងរបស់ខ្លួននៅពេលដែលបតបានដើរមកដល់ផ្ទះរបស់ពូមីងរបស់គេមីងមួនក៏បានដើរមករកបតបើនិយាយពីមីងមួនវិញមីងមួនគឺចូលចិត្តបតខ្លះៗហើយប៉ុន្តែមីងមួនមិនសូវបានបញ្ចេញអារម្មណ៍ឲ្យបតបានដឹងខ្លួនឡើយមីងមួនចូលចិត្តបតតាំងតែពីបតបានចេញធ្វើការដោយសារតែបតគឺជាក្មេងល្អដល់ពេលដែលបើកប្រាក់ខែបតតែងតែឲ្យលុយមីងមួនចាយក្នុងពេលនោះបតក៏បានហុចលុយឲ្យមីងមួនមីងនេះលុយខ្ញុំបើកប្រាក់ខែហើយខ្ញុំឲ្យលុយមីងខ្លះបតក៏ចង់ប្រាប់រឿងចូលស្ដីដល់មីងមួនប៉ុន្តែបតមិនហ៊ាននិយាយឡើយតើខ្ញុំគួរប្រាប់មីងអត់ណូពីរឿងមួយនោះខ្ញុំគិតថាមិនចាំតន់ប្រាប់ទេចាំខ្ញុំនិយាយប្រាប់មីងនិងពូពេលហូបបាយជុំគ្នាវិញ អើបត់បើគ្មានរឿងអីទេឯងទៅជួយកាប់អុសនៅព្រៃខាងក្រោយមកព្រោះតែអុសរបស់យើងនៅសល់មិនច្រើនទេ បតក៏ដើរទៅកាប់អុសទាំងចិត្តរីករាយនឹងដំណឹងល្អរបស់ខ្លួនប៉ុន្មានម៉ោងក្រោយមកបតក៏បានកាប់អុសបានច្រើនគូសពហើយក៏ឈប់សម្រាកពេលនោះរឿងដែលមិនគួរឲ្យកើតឡើងមកលើបតក៏បានកើតឡើងស្រាប់តែមានពស់ពឹសមួយលូតមកចឹកបតឈឺចាប់យ៉ាងខ្លាំងរហូតដាច់ខ្យល់ស្លាប់បាត់បង់ជីវិតនៅនឹងគំនរអស់នោះទៅដល់ពេលថ្ងៃត្រង់ពូធីនិងមីងមួនចាំបតមកហូបបាយតែមិនឃើញបតមកឡើយមីងមួននិងពូធីក៏បានតាមមករកបតនៅពេលដែលពួកគេទាំងពីរនាក់បានមកដល់ក៏បានឃើញបតកំពុងតែដេកស្លាប់នៅនឹងដីពូធីស្រែកទ្រហោយំយ៉ាងខ្លាំងចំណែកឯមីងមួននិយាយទាំងទុក្ខសោកនៅមុខខ្មោចរបស់បតដោយមីងមួនគឺពិតជាសោកស្ដាយខ្លាំងណាស់ដែលខ្លួនគឺមិនទាន់បានធ្វើល្អដាក់បតឡើយ បត់ចាប់ក្រោកឡើងមីងសោកស្ដាយខ្លាំងណាស់តែមិនទាន់បានធ្វើល្អដល់បត់ផងមកវិញមកបត់ឲ្យមីងសុំទោសមីងពិតជាស្ដាយក្រោយណាស់ព្រោះមិនដែលបានធ្វើល្អដាក់បត់សោះ ទោះបីជាមីងមួនស្ដាយក្រោយយ៉ាងណាក៏ដោយប៉ុន្តែហួសពេលទៅហើយដូច្នេះបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើល្អដាក់នរណាគេម្នាក់សូមបងប្អូនទាំងអស់គ្នាធ្វើឲ្យហើយទៅកុំឲ្យពេលដែលបាត់បង់ទៅស្ដាយក្រោយរីឯស្នេហារបស់បុត្រនិងភួងក៏បាត់បង់ទៅជាមួយនឹងជីវិតរបស់បុត្រផងដែរហើយហេតុអ្វីក៏ជីវិតរបស់បុត្រពិបាកវេទនាយ៉ាងនេះមិនទាន់ស្គាល់នៅភាពស្រណុកសុខស្រួលឡើយប៉ុន្តែបុត្របានបាត់បង់ជីវិតបាត់ទៅហើយកន្លងពេលផុតទៅអស់រយៈពេល5ថ្ងៃវិញ្ញាណរបស់បតក៏មិនទាន់បានដឹងខ្លួនថាគេស្លាប់ឡើយបតក៏បានដើរមកផ្ទះរបស់ខ្លួនវិញហើយបតក៏បានឃើញពូធីនិងមីងមួនកំពុងតែនិយាយរលឹកដល់គេមីងមួននិយាយទាំងបាក់ទឹកចិត្ត កន្លងពេលអត់ទៅ5ថ្ងៃហើយមីងពិតជានឹកបត់ខ្លាំងណាស់ឲ្យមីងសុំទោសបើសិនជាបត់នៅទីនេះមែនឲ្យមីងសុំទោសផងមីងសុំទោសព្រោះតែមីងតែងតែធ្វើបាបបត់រហូត បតក៏បាននិយាយទៅកាន់ពូមីងពូមីងពួកអ្នកកាន់អីហេតុអ្វីមិនឆ្លើយតបនឹងខ្ញុំអញ្ចឹងខ្ញុំនៅទីនេះតើ
ហេតុអ្វីបានជាមីងសុំតបខ្ញុំចឹងមីងមិនខុសទេមីងស្ដីថាឲ្យខ្ញុំព្រោះតែចង់ឲ្យខ្ញុំល្អខ្ញុំដឹងពីទឹកចិត្តរបស់មីងពូមីងមានលើខ្ញុំនិយាយអត់ហេតុអ្វីអ្នកមិនឆ្លើយតបនឹងខ្ញុំចឹងបតមានការចំណុចចិត្តជាខ្លាំងហេតុអ្វីពូមីងគេមិនឆ្លើយតបនឹងគេចឹងបន្ទាប់ពីបតនិយាយហើយពូមីងនៅតែមិនឆ្លើយគេក៏បានឡើងទៅលើផ្ទះបតដើរមកក៏បានឃើញរូបថតរបស់ខ្លួនតាំងនៅលើផ្ទះហានេះគឺជារូបខ្ញុំតាមានរឿងអ្វីកើតឡើងទៅហើយនេះជាផ្លែឈើដែលខ្ញុំចូលចិត្តទៀតតើខ្ញុំកើតអីហាមិនដៃខ្ញុំព្រើយ៉ាងនេះនៅក្នុងពេលនោះទើបបតដឹងថាខ្លួនបានស្លាប់ហើយគេក៏លែងចម្លែកចិត្តទៀតដែលពូមីងរបស់គេមិនឆ្លើយតបនឹងគេអញ្ចឹងហើយនិយាយសុំទោសគេទាំងដែលគេឈរនៅទីនោះហើយបើយើងនិយាយអំពីបតវិញបតមិនបានប្រកាន់ខឹងនឹងមីងរបស់គេទេព្រោះតែបតជាក្មេងល្អហើយបតយល់ពីទឹកចិត្តរបស់ពូមីងរបស់គេនិយាយពីថៅកែស្រីរបស់បតវិញនាងភួងគឺមានការតក់ស្លុតជាខ្លាំងពេលដែលនាងដឹងថាបតបានស្លាប់នាងគិតតែពីយំហើយនាងមិនព្រមហូបបាយឡើយនាងតែងតែឈរនឹកគ្រាកន្លងដែលអ្នកទាំងពីរបាននៅជាមួយគ្នាយប់ឡើងពេលនាងភួងគេបតក៏បានទៅបញ្យល់សពនាងបតក៏និយាយលានាងទៅភួងអើយបងលីអូនសិនហើយសូមស្រស់ត្រាំត្រើយរស់នៅឲ្យបានល្អអូនឆាប់ហូបបាយទៅកុំអត់បាយអញ្ចឹងប្រយ័ត្នឈឺរឹងមាំឡើងណាអូនបងលីសិនហើយសង្ឃឹមថាអូននឹងរស់នៅឲ្យបានល្អនាងភួងក៏បានភ្ញាក់ឡើងហើយក៏និយាយម្នាក់ឯងទាំងទឹកភ្នែកអត់ទេបតខ្ញុំមិនចង់ឲ្យបតទៅទេបងចាប់មកវិញមកបតបងសន្យាអ្វីខ្លះហើយអ្វីគឺបងមិនធ្វើតាមសន្យាឲ្យបានចឹងភួងឲ្យខ្ញុំសុំទោសជាតិនេះខ្ញុំមិនអាចធ្វើតាមសន្យាទេទោះបីមានជាតិក្រោយក៏បងមិនសង្ឃឹមថាធ្វើតាមសន្យានេះបានដែរក៏ព្រោះតែវីដេអូដែលអេដមីនធ្វើគឺមិនសូវមានអ្នកគាំទ្រទេដូច្នេះអេដមីនមិនអាចទៅចេញវគ្គ2បានទេសូមអូនយកចិត្តបងផងអូនឈប់ទួយសោកទៀតទៅភួងអើយបងលីអូនសិនហើយសូមស្រស់ត្រាំត្រើយរស់នៅឲ្យបានល្អកុំបន្តឲ្យគេហៅ single មុខចាស់ទៀតមកវិញមកបតបងបានទៅហើយទុកឲ្យអូននៅម្នាក់ឯងអូននឹងធ្វើជា single មុខចាស់ចាប់ពីថ្ងៃនេះហើយខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យខ្ញុំចេញវីដេអូថ្មីៗបន្តទៀតសូមបងប្អូនទាំងអស់គ្នាជួយគាំទ្រខ្ញុំផងនៅក្នុងវីដេអូមួយនេះបើសិនជាមានកំហុសខុសឆ្គងសូមបងប្អូនទាំងអស់គ្នាកុំប្រកាន់ខ្ញុំអីនៅក្នុងពេលនោះនាងនួនក៏បានទៅរកប្តីរបស់នាងស្រែកហៅប្តីរបស់នាងប៉ុន្តែប្តីរបស់នាងមិនចេញឡើយខ្ញុំបានស្លាប់ហើយតែនាងបានអត់ហើយប្តីខ្ញុំមែនទេនាងក៏បានចាប់ផ្ដើមប្រយុទ្ធជាមួយគ្រូមីងបើយើងក្រឡេកទៅមើលលោកគ្រូមីងគឺខិតខំប្រាអាគមរបស់ខ្លួនដោយសារតែនាងមានការខឹងខ្លាំងផងនោះនាងក៏បញ្ចប់ជីវិតរបស់លោកគ្រូអាគមនោះក្នុងពេលនោះទៅនៅពេលព្រឹកព្រលឹមស្រាងវុតឈរនៅមុខខ្ទមតូចរបស់ខ្លួននិយាយលាប្រពន្ធដើម្បីទៅធ្វើការនៅផ្ទះលោកសិទ្ធិហើយគេមានបំណងនឹងខ្ចីលុយលោកសិទ្ធិខ្លះដើម្បីទុកឲ្យប្រពន្ធរបស់គេសម្រាលកូនដោយវុតមិនចង់បែកពីប្រពន្ធរបស់គេឡើយប៉ុន្តែដោយជីវភាពរបស់គេមានការខ្វះខាតដូច្នេះវុតមានតែបង្ខំចិត្តចាកចេញពីប្រពន្ធរបស់គេ
នួនអើយបងទៅធ្វើការនៅផ្ទះលោកសេដ្ឋីហើយនឹងដើម្បីខ្ចីលុយលោកសេដ្ឋីបានខ្លះដើម្បីទុកឲ្យអូនសម្រាលកូនពួកយើងអូននៅផ្ទះម្នាក់ឯងប្រយ័ត្នប្រយែងផងបងនឹងខិតខំធ្វើការសងបំណុលលោកសេដ្ឋីហើយអូនកុំបារម្ភពីបងអីពេលដែលបងរកលុយបានគ្រប់ចំនួនបងនឹងឈប់តាណាចោលអូននឹងកូនទៀតហើយអូនខ្លាំងណាស់តែបងមិនណែតែឲ្យអូននឹងកូនរស់នៅបែបណាតែនេះបើជាប្តីល្អបងទៅចាស់ហើយបងកុំបារម្ភពីអូនអីអូននឹងថែរក្សាកូនពួកយើងឲ្យបានល្អហើយអូនសង្ឃឹមថាបងនឹងត្រឡប់មកវិញឆាប់ណាអូននឹងរងចាំផ្លូវបងហើយសូមឲ្យបងកុំភ្លេចនារីម្នាក់នេះដែលរងចាំផ្លូវបងឲ្យសោះទោះបីយប់ទោះបីថ្ងៃក៏អូននៅរងចាំបងដែរបាទអូនបងយល់ហើយអូនកុំបារម្ភពីបងខ្លាំងពេកបងនឹងខំរកលុយឲ្យបានច្រើនដើម្បីអនាគតគ្រួសារពួកយើងហើយបងនឹងឧស្សាហ៍មកមើលអូនបងមិនចង់បាយពីអូនទេបងស្រឡាញ់អូនខ្លាំងណាស់ទោះបីជាមួយនាទីក៏បងមិនចង់បាយពីអូនឡើយហើយបងទៅនេះបងទៅទាំងបង្ខំចិត្តទេបើសិនជាបងមានលុយបងមិនចង់ចាកចេញពីអូនឡើយហើយអូនសូមជឿចិត្តបងចុះបងមានតែអូនម្នាក់ទេបងមិនអាចតែស្រឡាញ់អ្នកណាគេក្រៅពីអូនឡើយពេលនេះថ្ងៃដែលរៀងជ្រេណាស់ទៅហើយបងសូមលាអូនទៅសិនហើយ បន្ទាប់ពីវុតនិយាយលាប្រពន្ធរបស់ខ្លួនហើយវុតក៏ដើរចេញទៅដោយទុកឲ្យប្រពន្ធរបស់ខ្លួននៅផ្ទះម្នាក់ឯងទាំងពោះរបស់នាងចិត្តគ្រប់ខែទៅហើយមិនដឹងថាពេលនោះវុតគិតអ្វីទេហើយអ្វីក៏មិនចាំឲ្យប្រពន្ធរបស់ខ្លួនសម្រាលកូនសិនទៅហើយចាំទៅធ្វើការដើម្បីរកលុយផ្គត់ផ្គង់គ្រួសារនេះប្រហែលជាវុតខ្វះខាតខ្លាំងមែនទែនហើយទើបសម្រេចចិត្តចាកចេញពីប្រពន្ធរបស់ខ្លួនយ៉ាងនេះបន្ទាប់ពីវុតដើរឆ្លងកាត់ព្រៃកាត់ភ្នំនៅទីបំផុតវុតក៏បានដើរមកដល់ផ្ទះលោកសេដ្ឋីហើយវុតក៏បានដើរទៅជួបលោកសេដ្ឋីប្រាក់ដោយទឹកមុខរបស់វុតមានការភ័យខ្លាចដោយវុតខ្លាចតែលោកសេដ្ឋីមិនទទួលខ្លួនឲ្យធ្វើការទើបធ្វើឲ្យទឹកមុខរបស់វុតមានការភ័យខ្លាចចំពោះលោកសេដ្ឋីជំរាបសួរលោកសេដ្ឋីខ្ញុំសូមអង្វរសូមលោកសេដ្ឋីជួយខ្ញុំផងប្រពន្ធរបស់ខ្ញុំជិតគ្រប់ខែទៅហើយខ្ញុំគ្មានលុយដើម្បីទុកឲ្យប្រពន្ធរបស់ខ្ញុំសម្រាលកូនទេសូមលោកសេដ្ឋីជួយឲ្យខ្ញុំបានធ្វើការនៅទីនេះផងហើយខ្ញុំសូមខ្ចីលុយលោកសេដ្ឋីមួយចំនួនដើម្បីទុកឲ្យប្រពន្ធរបស់ខ្ញុំសម្រាលកូនហើយខ្ញុំសន្យាថាខ្ញុំនឹងខំធ្វើការងារឲ្យបានល្អនៅក្នុងពេលនោះលោកសេដ្ឋីប្រាក់ដូចជាមានការស្ទាក់ស្ទើរខ្លះដែរក៏ព្រោះតែវុតមិនទាន់បាននឹងចូលធ្វើការផងក៏ចង់មកសុំខ្ចីលុយមុនបាត់ទៅហើយតែក្នុងពេលនោះដោយសារតែកូនស្រីរបស់លោកសេដ្ឋីបានពេញចិត្តទៅលើវុតហើយនាងក៏បានបញ្ចុះបញ្ចោពុករបស់នាងឲ្យទទួលវុតមកធ្វើការក្នុងពេលនោះទោះបីជាលោកសេដ្ឋីមិនពេញចិត្តក៏ដោយប៉ុន្តែដោយកូនស្រីអង្វរទៅហើយលោកសេដ្ឋីមានតែធ្វើតាមកូនរបស់ខ្លួនទេនាងនេះខំសម្លឹងមើលវុតតាំងពីពេលដែលវុតដើរចូលមកម្លេះនាងសម្លឹងវុតដូចត្រូវមន្តស្នេហ៍ចំពោះគេអញ្ចឹងហើយអញជិះប្តីអ្វីក៏គ្មានប្រយោជន៍ម្លេះប្រពន្ធជិតគ្រប់ខែទៅហើយនៅតែគ្មានលុយមកឲ្យនាងសម្រាប់កូនទៀតនៅក្នុងរឿងនេះមិនដឹងថាឯងកុហកយើងឬយ៉ាងណាទេឯងថាប្រពន្ធឯងជិតគ្រប់ខែគូណាស់ឯងនៅមើលថែនាងប៉ុន្តែឯងដាច់ចិត្តចេញមកធ្វើការឃ្លាតឆ្ងាយពីនាងហើយអ្វីឯងមិនគិតដល់កូនឯងក្នុងពោះផងណាហើយយើងក៏ព្រមទទួលឯងធ្វើការចោះហើយយើងនឹងឲ្យលុយឯងខ្ចីមួយចំនួនដើម្បីឲ្យឯងយកលុយឲ្យប្រពន្ធរបស់ឯងសម្រាប់កូនហើយបើឯងធ្វើការនៅទីនេះមួយខែយើងឲ្យឯងសម្រាប់2ថ្ងៃពេលដែលសម្រាប់នេះឯងគួរតែទៅមើលថែប្រពន្ធកូនរបស់ឯងទៅដើម្បីកុំឲ្យនាងមានការនឹកនេះឯងខ្លាំងពេកមួយវិញទៀតឯងត្រូវតែខំធ្វើការងារផងមិនមែនយកឯងមកដេកស៊ីទេវើយខ្ញុំយល់ហើយលោកសេដ្ឋីខ្ញុំពិតជាអរគុណលោកសេដ្ឋីជំនួសប្រពន្ធខ្ញុំណាស់
ខ្ញុំនឹងយកលុយនេះដើម្បីទុកឲ្យនាងសម្រាលកូនហើយខ្ញុំនឹងខំធ្វើការងារឲ្យបានល្អខ្ញុំមិនឲ្យលោកសទ្ធិតោះចិត្តនៅខ្ញុំឡើយចាប់តាំងពីពេលនោះមកវូតក៏ចាប់ផ្ដើមធ្វើការនៅផ្ទះលោកសទ្ធិវូតពិតជាខំធ្វើការងារខ្លាំងណាស់វូតធ្វើការមិនខ្លាចហត់ឡើយហើយវូតបានធ្វើឲ្យលោកសទ្ធិពេញចិត្តនឹងតែជាខ្លាំងពេញចិត្តនឹងការតស៊ូនឹងភាពស្មោះត្រង់អំណត់អត់ធន់នឹងការងារហើយបើយើងក៏លេចទៅមើលនាងនីកូនរបស់លោកសទ្ធិវិញនាងតែងតែតាមមើលវូតជារៀងរាល់ថ្ងៃទោះបីជាវូតទៅចំការឬក៏ទៅណាក៏ដោយក៏នាងនៅតែតាមសម្លឹងមើលវូតហើយនាងពេញចិត្តនឹងវូតដោយសារតែមុខដ៏មុនស្នេហ៍របស់វូតបានធ្វើឲ្យនាងនេះដេកមិនលក់បោះក៏មិនហើយដែរហើយនេះគេហៅថាជំងឺស្រឡាញ់គេតែម្នាក់ឯងដូចអ្នកមើលចឹងកន្លងពេលអស់ទៅមួយរយៈនាងនីក៏បានដឹងដំណឹងថាមានគ្រូអាគមម្នាក់ដែលខ្លាំងពូកែខាងអាគមនាងក៏បានទៅជួបជាមួយនឹងគ្រូអាគមម្នាក់នោះដោយនាងមានបំណងឲ្យលោកគ្រូអាគមម្នាក់នោះជួយដាក់ស្នេហ៍ទៅលើវុតដើម្បីឲ្យវុតមកស្រឡាញ់ខ្លួនវិញលោកគ្រូមីងសូមលោកគ្រូជួយខ្ញុំផងមានបារម្ភម្នាក់តែខ្ញុំស្រឡាញ់គេខ្លាំងណាស់តែគេមានប្រពន្ធមានកូនទៅហើយសូមលោកគ្រូជួយខ្ញុំផងហើយតើលោកគ្រូអាចជួយខ្ញុំបានទេហើយបើសិនជាលោកគ្រូជួយខ្ញុំបានទោះបីជាលោកគ្រូចង់បានអ្វីក៏ខ្ញុំព្រមដែរការងារនេះងាយទីបកជ័យទៅហើយនៅក្នុងរឿងនេះយើងមិនត្រូវការមាសយើងមិនត្រូវការប្រាក់យើងសុំតែខ្លួននាងទេហើយបើសិនជានាងព្រមខ្ញុំនឹងជួយនាងខ្ញុំនឹងយកបរិមម្នាក់នោះមកឲ្យស្រឡាញ់នាងតតែបានយើងនឹងដាក់ស្នេហ៍បរិមម្នាក់នោះងប់នឹងនាងដកក្បាលលេងរួចហើយតើនាងព្រមនឹងសំណើរបស់ខ្ញុំទេបើនាងមិនព្រមខ្ញុំក៏មិនព្រមដែរហើយមិនសិនជាផ្លូវមួយនេះអាចយកវុតបានខ្ញុំមានតែដើរតាមផ្លូវនេះឯងដើម្បីវុតទោះបីទៅជាយ៉ាងណាក៏ខ្ញុំព្រមដែរលោកគ្រូខ្ញុំព្រមហើយតែនៅក្នុងការងារមួយនេះលោកគ្រូត្រូវតែធ្វើវាឲ្យសម្រេចណាចាប់តាំងពីថ្ងៃដែលនាងនេះទៅរកលោកគ្រូអាគមមកវុតបានត្រូវស្នេហ៍លើនាងដកចិត្តលេងរួចហើយលេងនឹកនាលើការងារសូម្បីតែប្រពន្ធរបស់ខ្លួនក៏វុតលែងបារម្ភពីនាងដែរវុតតែងតែនៅក្បែរនឹងនាងនេះគៀកកាយប្រឡែងមិនថាយប់មិនថាថ្ងៃជាច្រើនខែជាច្រើនថ្ងៃនាងនួនដោយបាត់ប្តីយូរដោយពោះនាងកាន់តែធំគ្រប់ខែផងនោះដោយចិត្តបារម្ភពីស្វាមីខ្លាចស្វាមីមានគ្រោះថ្នាក់ទើបនាងនួនក៏សម្រេចចិត្តចាកចេញពីផ្ទះដើម្បីមកតាមរកស្វាមីរបស់ខ្លួនដោយខណៈពេលនោះកំពុងតែយប់ជ្រៅផងតែដោយចិត្តនាងបារម្ភពីប្តីខ្លាំងពេកនាងមិនខ្លាចឡើយមកវត្តតើមកទៅណាហើយដូចក៏មិនត្រឡប់មកផ្ទះពួកយើងចឹងមកសន្យានឹងអូនថាមកនឹងចាំមកវិញប៉ុន្តែនេះវាយូរណាស់ទៅហើយសូមឲ្យតែមកលេងមកក៏មិនមកលេងអូនដែរឬមួយក៏មកមានគ្រោះថ្នាក់តើមកមិនឲ្យមកលេងអូនបានយប់នេះអូននឹងសម្រេចចិត្តថាអូននឹងទៅរកមកហើយនាពេលរាត្រីដ៏យប់ជ្រៅមនុស្សម្នាគេងអស់ហើយនៅឡើយនាងនួនជានារីពួរធំនាងខំដើរត្រុកដើម្បីទៅរកប្តីរបស់នាងដោយជាប្រពន្ធនឹកនាពីប្តីផងនោះហើយបារម្ភពីប្តីខ្លាចប្តីមានគ្រោះថ្នាក់បានដើរទៅផ្ទះលោកសទ្ធិទាំងយប់ដោយនាងមិនគិតពីការលំបាកសត្វសាហាវតាមព្រៃឡើយនាងនួនខំបន្តដើរតាំងពីយប់រហូតដល់ភ្លឺទីបំផុតនាងក៏ដើរមកដល់ផ្ទះលោកសទ្ធិបន្ទាប់មកនាងនួនក៏បានឡើងទៅផ្ទះលោកសទ្ធិក្នុងពេលដែលនាងនួនឡើងទៅផ្ទះលោកសទ្ធិនាងនួនក៏បានឃើញវុតកំពុងតែគៀកកើយជាមួយនឹងនាងនីយ៉ាងស្និទ្ធស្នាលនៅក្នុងពេលនោះនាងនួនមិនជឿនឹងភ្នែកនាងឡើយថាវុតបានក្បត់ចិត្តនាងយ៉ាងនេះ
ហើយនាងបានត្រឹមតែសម្រក់ទឹកភ្នែកនិយាយទៅកាន់វត្ត មកហើយមិនក៏មកនៅទីនេះហើយមិនក៏មកមិនទៅដល់អូនចាំផ្លូវបងទាំងយប់ទាំងថ្ងៃហើយបងមកចិត្តអូនមកអត់មានអារម្មណ៍អូននឹងកូនតែអីសូមបងចាប់បងស្រីមក នាងនួននៅតែមិនជឿថាវត្តបានក្បត់នាងហើយនាងនួនក៏ដើរទៅរកវត្តយ៉ាងជិតដើម្បីឲ្យវត្តបកស្រាយរឿងនេះប្រាប់នាងនៅក្នុងពេលនោះវត្តក៏បានរយនាងដួលហើយវត្តក៏បន្តនិយាយដេញនាងឲ្យចេញឆ្ងាយពីខ្លួនថែមទៀតផងនាងគឺជាពីណាគេខ្ញុំមិនស្គាល់នាងទេនាងឆាប់ចេញពីផ្ទះរបស់ខ្ញុំទៅឬមួយក៏នាងត្រូវការលុយបើនាងត្រូវការលុយមែនប្រាប់ខ្ញុំមកខ្ញុំឲ្យលុយនាងហើយកុំស្រមៃវង្វេងថាខ្ញុំជាប្តីរបស់នាងទៀតព្រោះខ្ញុំមានតែនាងនេះទេខ្ញុំស្រឡាញ់នាងខ្លាំងណាស់ខ្ញុំនិយាយបែបនេះនាងគួរស្ដាប់បានហើយខ្ញុំនឹងឲ្យលុយនាងខ្លះហើយលើកក្រោយកុំមករកខ្ញុំទៀតមកនិយាយអីហើយមកភ្លេចអូនហើយមែនទេហើយមកភ្លេចសន្យាហើយមែនទេថាមកស្រឡាញ់តែអូនម្នាក់ទេតែនេះមកមើលទង្វើខ្លួនឯងទៅសូមឲ្យអូននិងកូនក៏មកស្គាល់ដែរហើយលុយអូនមិនត្រូវការទេទុកឲ្យអូនស្លាប់ទៅបើបងលែងត្រូវការអូនហើយ បន្ទាប់ពីនាងនួននិយាយទៅកាន់ប្តីរបស់ខ្លួនដោយគេមិនស្ដាប់នាងហើយគេថែមទាំងដេញនាងឲ្យចេញទៅថែមទៀតបើសិនជាយើងក្រឡេកទៅមើលនាងនួនវិញនាងមិននឹកស្មានថាប្តីរបស់ខ្លួនកែប្រែទៅជាយ៉ាងនេះសោះកែប្រែសូម្បីតែនាងក៏មិនស្គាល់ដែរនៅក្នុងពេលដែលនាងចាកចេញពីផ្ទះរបស់នាងនេះហើយនាងនួនបានដើរទៅក្នុងព្រៃដោយអារម្មណ៍របស់នាងមិននៅក្នុងខ្លួនឡើយដោយអារម្មណ៍នាងហោះទៅស៊ីផលិតហើយនៅក្នុងពេលនោះដោយនាងដើរមិនបានមើលក្រោមនាងក៏បានចំពប់ជើងដួលហើយបើយើងមើលទៅដោយប៉ះពាល់ដល់ពោះរបស់នាងថែមទៀតផងដោយសារតែមានឈាមហូរចេញពីពោះរបស់នាងនៅក្នុងពេលនោះនាងមានការឈឺចាប់យ៉ាងខ្លាំងនាងក៏ស្រែកហៅប្តីរបស់នាងហើយនាងបន្តស្រែករហូតដល់នាងអស់កម្លាំងនៅក្នុងពេលនោះដែរដោយនាងមានការហូរឈាមច្រើនផងនោះនាងក៏បានដេកស្លាប់នៅក្នុងព្រៃនោះបាត់ទៅពេលរាត្រីឈានចូលមកដល់មនុស្សម្នាទាំងឡាយក្នុងភូមិបានដេកអស់ហើយបើយើងនិយាយអំពីនាងនួនវិញនៅក្នុងពេលនោះនាងនួនក៏បានក្លាយទៅជាខ្មោចហើយនាងនួនមានការខឹងប្តីរបស់ខ្លួនជាខ្លាំងដោយប្តីរបស់ខ្លួនបានបោះបង់នាងចោលហើយនាងមានកំហឹងហើយនាងនឹងគិតថានឹងទៅសងសឹកប្តីរបស់នាងនឹងនាងនេះប៉ុន្តែចិត្តមួយគិតថាប្តីរបស់ខ្លួនមានរឿងអីហើយបានជាប្តីរបស់ខ្លួនមិនស្គាល់នាងចឹងនៅក្នុងពេលនោះនាងនួនក៏បានទៅរកប្តីរបស់នាងស្រែកហៅប្តីរបស់នាងប៉ុន្តែប្តីរបស់នាងមិនចេញឡើយ នាងបន្តស្រែកដដែលស្រែកហៅប្តីរបស់នាងប៉ុន្តែមិនឃើញប្តីរបស់នាងចេញមកឡើយនៅក្នុងពេលនោះក៏លេចចេញនាងនេះចេញមកម៉ែនាងអានេះមិនទាន់ស្លាប់ទេអីខ្ញុំបានដេញនាងចេញទៅហើយអ្វីក៏នាងមានមកទៀតនាងឆាប់ចេញពីផ្ទះរបស់ខ្ញុំទៅហើយបើនាងមកដូចខ្មោចអញ្ចឹងហើយបងវត្តស្រឡាញ់នាងមិនកើតនាងប្រហែលជាសម័យហើយបងវត្តមិនអាចទៅជាមួយនាងបានទេ ខ្ញុំបានស្លាប់ហើយសូមប្តីខ្ញុំមកវិញមកហើយតែនាងបានណាត់មកឲ្យប្តីខ្ញុំមែនទេហើយរំលែងក៏ប្តីរបស់ខ្ញុំលែងស្គាល់ខ្ញុំទេសូមឲ្យតែខ្ញុំខំស្រែកហៅក៏គាត់មិនតាមចេញមកដែររឿងនេះខ្ញុំដឹងច្បាស់ណាស់ ធ្វើអ្វីដាក់គាត់ហើយខ្ញុំមិនទុកឲ្យ
នៅក្នុងពេលនោះដែរដោយវត្តបាត់នាងនីយូវត្តក៏បានតាមមករកនាងនីពីក្រោយនៅពេលដែលវត្តមកដល់ពេលនោះវត្តបានឃើញនាងនួនវត្តគឺមានការឈឺចាប់ជាខ្លាំងឈឺចាប់ដោយមិនចាំនាងជាប្រពន្ធផងនេះក៏ដោយសារតែឥទ្ធិពលស្នេហ៍របស់នាងនីទើបធ្វើឲ្យវត្តភ្លេចនាងចឹងនៅក្នុងពេលនោះដែរក៏លេចចេញលោកគ្រូមីងចេញមកដោយលោកគ្រូមីងគឺជាគ្រូអាគមដូច្នេះហើយលោកគ្រូមីងក៏មានបំណងនឹងចាប់ខ្មោចនាងនួនដើម្បីឲ្យមកធ្វើជាបរិវាររបស់ខ្លួនខ្ញុំយល់ហើយតាមពិតលោកគ្រូឯងជាអ្នកបំបែកខ្ញុំនិងស្វាមីរបស់ខ្ញុំថាមីងអញនឹងសុំលាប់ឯងបានបំបែកគ្រូសាអញបើដឹងរឿងនឹងល្អហើយមិនចាំអញបកស្រាយឲ្យស្ដាប់ហើយអញក៏មិនចង់និយាយអីឲ្យច្រើនដែរហើយអញមកនេះអញគ្រាន់តែចង់បាននាងមកជាបរិវារអញទេដោយក្នុងពេលនោះនាងនួនមានការខឹងជាខ្លាំងចំពោះលោកគ្រូមីងនាងក៏បានចាប់ផ្ដើមប្រយុទ្ធជាមួយគ្រូមីងបើយើងក្រឡេកទៅមើលលោកគ្រូមីងគឺខិតខំប្រាអាគមរបស់ខ្លួនដើម្បីចាប់នាងនួនប៉ុន្តែនៅក្នុងពេលនោះដោយនាងនួនមិនដឹងថាទទួលកម្លាំងពីណាទេធ្វើឲ្យនាងមានកម្លាំងខ្លាំងហើយនាងក៏អាចផ្ដួលលោកគ្រូអាគមនោះបានដោយសារតែនាងមានការខឹងខ្លាំងផងនោះនាងក៏បញ្ចប់ជីវិតរបស់លោកគ្រូអាគមនោះក្នុងពេលនោះទៅហើយដោយសារតែលោកគ្រូមីងស្លាប់អត្តពលស្នេហ៍របស់លោកគ្រូមីងដែលដាក់មកលើវត្តក៏បានសាបសូន្យហើយវត្តក៏បានដឹងរឿងគ្រប់យ៉ាងហើយវត្តមានការស្លុតចិត្តជាខ្លាំងពេលដែរប្រពន្ធរបស់ខ្លួនបានខ្លាចជាខ្មោចយ៉ាងនេះនួនឲ្យបងសុំទោសតែបងមិនអាចមើលថែអូនបងពិតជាមានកំហុសខ្លាំងណាស់ដែលបងបានធ្វើឲ្យអូនទៅជាបែបនេះនួនអើយឲ្យបងសុំណាអូនឈប់សាងបាបទៀតទៅបងដឹងខុសហើយអូនគួរតែលើកលែងទោសឲ្យនាងទៅដោយសារតែចិត្តស្រឡាញ់បងទើបនាងធ្វើបែបនេះហើយបងសង្ឃឹមថាជាតិក្រោយកុំឲ្យអូនជួបរឿងចឹងទៀតហើយបងនឹងទៅបួសដើម្បីឧទ្ទិសកុសលឲ្យអូនដើម្បីឲ្យអូនឆាប់ទៅចាប់ជាតិឈប់ទៅណាបងសុំនៅក្នុងពេលនោះនាងនីក៏ទទួលស្គាល់កំហុសរបស់ខ្លួនហើយនាងសន្យាជាមួយនាងនួនថានាងឈប់ធ្វើចឹងទៀតហើយនួនឲ្យខ្ញុំសុំទោសខ្ញុំពិតជាមានកំហុសខ្លាំងណាស់ហើយបំបែកអ្នកទាំងពីរឲ្យឃ្លាតពីគ្នាហើយខ្ញុំសន្យាថាខ្ញុំនឹងធ្វើបុណ្យឲ្យនាងសូមនាងលើកលែងទោសឲ្យខ្ញុំផងណាហើយខ្ញុំមិនចង់សាងបាបទៀតទេខ្ញុំលើកលែងទោសឲ្យនាងចុះបងវត្តអូនពិតជាសប្បាយចិត្តខ្លាំងណាស់តែបានជួបបងក្នុងពេលចុងក្រោយអូននឹងទៅហើយអូនសង្ឃឹមថាបងរស់នៅឲ្យបានល្អមិនអីទេអូនទៅចុះបងនឹងរស់នៅឲ្យបានល្អហើយបងនឹងនៅតែនឹកអូនបងស្រឡាញ់អូនខ្លាំងណាស់ស្រឡាញ់ស្ទើរតែមិនចង់ឲ្យអូនចាក់ចេញពីបងទេនៅក្នុងពេលនោះនាងនួនក៏បានរលាយបាត់សមោលបានត្រឹមតែបន្សល់ទុកនៅអនុស្សាវរីយ៍ឲ្យវត្តចងចាំនាងជានិច្ចមិនភ្លេចរហូតដល់រាប់ម៉ឺនរាប់សែនឆ្នាំទៅមុខទៀតខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យខ្ញុំចេញវីដេអូថ្មីៗបន្តទៀតសូមបងប្អូនទាំងអស់គ្នាជួយគាំទ្រខ្ញុំផងនៅក្នុងវីដេអូមួយនេះបើសិនជាមានកំហុសខុសឆ្គងសូមបងប្អូនទាំងអស់គ្នាកុំប្រកាន់ខ្ញុំអី